Hello សួស្តីបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលវីដេអូនេះនឹងបង្ហាញបងប្អូនអំពីរបៀបរាយ program Redmi ដើម្បី all 5G ពី version ចិនទៅ version global ឬក៏បង្ហាញថា version ក្រុមហ៊ុនអូខេ version ចិនគឺវាមានបញ្ហាត្រង់ថាវាអត់មាន Google Play Service ទេគឺបើកមកសិទ្ធិកម្មទីចិនដោយបងប្អូនមើលឃើញអញ្ចឹងពិបាកក្នុងការប្រើប្រាស់មែនទែនសម្រាប់ប្រទេសយើងដើម្បីប្រើប្រាស់បានយើងត្រូវតែផ្ដាច់ពី version ចិនហ្នឹងទៅ global ឬក៏បងប្អូនលុបកម្មវិធីចិនហើយទៅឡើង Play Store អញ្ចឹងដើម្បីធ្វើបានអូខេយើងត្រូវបើក SP Flash 2 V6 យើងមកហើយទាញយក firmware ដែលខ្ញុំបានរៀបចំទុកអូខេហើយ firmware នេះគឺពិសេសថាអត់ត្រូវការ unloader ជាទូទៅដើម្បីរាយបានត្រូវតែ unloader តាមក្បួនខ្នាតណាតែនេះគឺជា firmware ពិសេសគឺគេចផុតពីគោលការណ៍ហ្នឹងគឺមិនបាច់ចាំ unloader ក៏អាចរាយបានដែរក៏អាចយកមកប្រើប្រាស់បានដែរអូខេបន្ទាប់ពីទាញ firmware ចូលហើយយើងនឹងយក firmware upgrade ហើយយើងចុចពាក្យ download ឬក៏ពាក្យថា flash ROM ហ្នឹងមកក្លែងលើទូរស័ព្ទបងប្អូនបិទឥឡូវយើងបានបិទរួចរាល់ហើយយើងចុច link up link down ហើយដោន USB ចូលនៅពេលដែលកុំព្យូទ័រចាប់តាម score ចាប់ port ដែលយើងដោនចូលហ្នឹងវានឹង load បែបនេះបងប្អូនទុកវាម្ដងមកហើយចុចពាក្យ jack ដើម្បីបន្តដំណើរទៅមុខទៀតអូខេ RAI នេះគឺ RAI ទិញ credit បងប្អូនធូរឬកម្មវិធីដែលយើងកំពុងឃើញហ្នឹងមិនមែន free ទេមានថាយើងត្រូវមាន firmware ពិសេសហ្នឹងហើយយើងត្រូវមានចំណាយលុយដើម្បី RAI វាបានទៀតត្រូវទិញ credit ដើម្បី RAI បានចាស់ស្ដែងបច្ចុប្បន្នគឺទិញ8 credit 8 credit បានយើងអាច RAI មកដើមហើយបងប្អូនចង់ RAI ពីដើមត្រូវទិញអូខេ16 credit អីចឹងទៅបងប្អូនអាចតាក់ទងខ្ញុំដើម្បីធ្វើការ remote RAI ពីចម្ងាយបានបើមិនជាបងប្អូនមានកុំព្យូទ័រមានអ៊ីនធឺណិតជាពិសេសជាងដែលគាត់ជា fan នៅក្នុង page គឺគាត់អាចតាក់ទងមកបានតម្លៃខ្ញុំនឹងគិតទៅតាមហ្នឹងអូខេអត់ថ្លៃទេថ្លៃតែយើងទិញ credit ហ្នឹងទេចំណែកតម្លៃដែលខ្ញុំត្រូវចំណេញខ្ញុំនៅតែគិតធម្មតាទេអូខេខ្ញុំអត់ចង់បង្ហាញតម្លៃតែគាត់ខ្ញុំគិតធូរថ្លៃទេcòn បូកពីលើចំនួនដែលយើងទិញ credit ហ្នឹងបន្ទាប់ពីយើងរាយហើយវាលោតបែបនេះគឺមានថាយើងរាយបានជោគជ័យទេអញ្ចឹងជាទូរស័ព្ទជាទូទៅទូរស័ព្ទក៏បើកចេញអូតូដែរអញ្ចឹងបងប្អូនចាំបន្តិចមកអូខេហើយបើសិនជាបងប្អូនចង់បាន firmware ហ្នឹងខ្លួនឯងព្រោះខ្លួនឯងមានសមត្ថភាពទិញ credit មានសមត្ថភាពយល់ពីដឹងពី tool ហើយចង់បាន firmware ហ្នឹងក៏អាចតាក់ទងខ្ញុំបានដូចគ្នាខ្ញុំមានលក់អូខេហើយចាំបន្តិចមកទូរស័ព្ទយើងនឹងបើកដំណើរការមកដល់កន្លែង home screen បងប្អូនអាច select ភាសាឬ activate បានហើយ firmware នេះគឺជា firmware HyperOS version 1.02 ដែលជា build version វាមិនខ្ពស់ប៉ុន្តែវាមិនខ្ពស់ដល់ចុងក្រោយប៉ុន្តែវាខ្ពស់ជា version ដែលខ្ពស់អញ្ចឹងយើងការប្រើប្រាស់គឺវា smooth ទៅតាមហ្នឹងហើយនឹងមាន interface ស្អាតអូខេ sorry ចំពោះការនិយាយប្រាស្រ័យខ្លាំងប៉ុន្តែខ្ញុំឆ្លៀតឱកាសបញ្ចូលសលេងហ្នឹងទៅថ្ងៃមុនខ្ញុំឃើញមកម្នាក់គាត់ឆាតថាគាត់ comment ថាវីដេអូខ្ញុំជាវីដេអូកាត់តបើមិនកាត់តយើងបានវីដេអូមកប៉ុណ្ណាគាត់ថាយើងអាចបានพูดផើអីទេរបៀបធ្វើគឺធ្វើអញ្ចឹងគាត់នៅក្នុងផ្នែកមួយចំនួនវាសាំញ៉ាំវារីងជូរយើងត្រូវកាត់ឲ្យវាលឿនកន្លែងណាសាំញ៉ាំកាត់ខុសថតខុសហ្នឹងត្រូវកាត់ចោលអញ្ចឹងហ្នឹងគឺអត្តន័យបែបហ្នឹងមិនមែនកាត់តហ្នឹងដូចលីងសៀកទេអូខេឥឡូវខ្ញុំបានរាយចប់ជោគជ័យហើយបងប្អូនឃើញហើយគឺជា firmware HyperOS 1.2 វាស្ទើរតែចុងក្រោយហើយរូបរាងក៏ស្រឡះវាអត់មានកម្មវិធីចិនដូចមុនទេហើយកម្មវិធី Google ក៏មកជាកញ្ចប់